ចាជំរាបសួរបងប្អូនទាំងអស់គ្នារាត្រីនេះជារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ2026ចារាត្រីនេះ2025ចាហើយក៏ដូចគ្នាដែរសិភៅចាស់ដែលខ្ញុំបានអាននោះគឺសិភៅវិញ្ញាសាជីវិតដែលជាស្នាដៃនិពន្ធសែតហត្ថាចាបានបញ្ចប់ទៅហើយនាឆ្នាំចាស់ចាផ្លាស់ចូលឆ្នាំថ្មីបានទទួលសិភៅថ្មីចាយកមកថ្មីយកមកអានសារជាថ្មីចាគឺសិភៅទម្រាំคล้ายជាអ្នកនិពន្ធចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធមីសនសុធារីចាដែលនាងខ្ញុំនឹងជ្រើសរើសអត្ថបទមួយដែលមានចំណងជើងថាគ្រប់គ្នាមានក្តីសុបិនប៉ុន្តែដើម្បីឲ្យក្តីសុបិនคล้ายជាការពិតត្រូវមានចាការបដិញ្ញាចិត្តការលះបង់និងលុតដំចាគ្រប់គ្នាមានក្តីសុបិនប៉ុន្តែដើម្បីក្តីសុបិនคล้ายមកជាការពិតត្រូវមានការបដិញ្ញាចិត្តការលះបង់និងការលុតដំហើយតស៊ូចាក្នុងនាមខ្ញុំជាអ្នកនិពន្ធម្នាក់ច្រើនឆ្នាំមកនេះសំណួរដែលខ្ញុំទទួលបានមានអត្ថន័យមិនសូវខុសគ្នាទេចាបងខ្ញុំចង់คล้ายជាអ្នកនិពន្ធចង់ថតរឿងខ្ញុំជាកុនចង់បោះពុំសិភៅប៉ុន្តែខ្ញុំគ្មានខ្សែខ្ញុំគ្មានលុយហើយខ្ញុំក៏មិនសូវមានពេលវេលាជាប់រៀនជាប់ធ្វើការហើយខ្ញុំមិនសូវមានគំនិតរឿងល្អសោះខ្ញុំមិនសូវមានអ្នកចាំគ្រប់គ្រងលើកទឹកចិត្តតើបងល្បីអីចឹងអាចជួយប្អូនឲ្យคลายជាអ្នកនិពន្ធដែលទទួលបានជោគជ័យដែរបានអត់បងប្អូនហើយខ្ញុំសុំទោសបើខ្ញុំនិយាយថាសំណួរប្អូននិងសំណូមពរនេះបានធ្វើឲ្យខ្ញុំអស់សង្ឃឹមថាប្អូននឹងទទួលបានជោគជ័យនេះជាការពិតមួយដែលកំពុងកើតឡើងក្នុងចំណោមអ្នកចាប់ផ្ដើមភ្លាមចង់បានជោគជ័យដោយមិនហ៊ានសាកបរាជ័យចា៎ម្នាក់រំភើបជាមួយបុគ្គលជោគជ័យទាំងមិនដឹងផងថាបុគ្គលនោះបានធ្វើអ្វីខ្លះទម្រាំជោគជ័យចា៎ការពិតពួកគេឆ្លងកាត់បរាជ័យហើយឆ្លងកាត់ដំណាក់កាលដែលគ្មានអ្វីទាំងអស់មានតែគំនិតហើយនឹងជំហានដំបូងដ៏ក្លាហានមួយព្រមទាំងគោលដៅដែលមានពន្លឺមិនស្រមៃស្រពេចស្រពិលចា៎បើយើងតែងតែនិយាយថាចង់ផ្ដើមអាជីវកម្មឬមានជំនាញមួយប៉ុន្តែមិនមានអ្វីសោះតើអ្វីទៅដែលនឹងកើតឡើងបានចា៎យើងស្រឡាញ់មនុស្សម្នាក់ស្រឡាញ់អស់ពីពោះតែមិនដែលនិយាយប្រាប់គេឲ្យដឹងសូម្បីម្ដងតើធ្វើម៉េចនឹងដឹងថាបានជោគជ័យឬអត់ចា៎ព្រោះថាយើងខ្លាចត្រូវគេបដិសេធដូចគ្នាបើយើងមិនទទួលយកស្ថានភាពដ៏មានហានិភ័យក៏កុំសង្ឃឹមទៅរកជោគជ័យឯណាឃើញចា៎បុគ្គលដែលរងចាំជំនួយធ្លាក់ពីលើមេឃរមែងជាអ្នករស់នៅបែបនេះជារៀងរហូតព្រោះគេមិនដែលគិតថាថ្ងៃណាមួយគេនឹងអាចคล้ายជាភាគីខាងផ្ដល់ជំនួយនោះទេគេមិនជឿលើខ្លួនឯងចា៎យើងនិយាយថាចង់คล้ายជាអ្នកនិពន្ធម្នាក់មានគេស្គាល់មានគេចង់បានសិទ្ធិមានសិភៅបោះពុម្ពមានអ្នកគ្រប់គ្រងផ្ទាល់ខ្លួនប៉ុន្តែមិនដែលចង់ធ្វើការលះបង់មិនដែលក្រោកឈរសរសេរម៉ោង3ភ្លឺមិនដែលរៀនបញ្ចប់សរសេរ10ទំព័រឲ្យបានមុនចូលដេកមិនដែលលះបង់ការចេញក្រៅដើរលេងមកជាការសរសេរវិញមិនដែលព្រមដល់ឱកាសឲ្យខ្លួនឯងក្នុងការសរសេរចប់ទោះល្អឬមិនល្អក្តីចា៎ពិភពលោកនេះគ្មានអ្វីមិនគិតថ្លៃទេគ្រប់យ៉ាងត្រូវការបង់ថ្លៃប្រសិនបើយើងមិនមានឆន្ទៈក្នុងការលះបង់សេចក្តីសុខយើងមិននឹងបានលទ្ធផលចា៎អ្នកអានជឿទេថាអ្នកនិពន្ធម្នាក់ត្រូវអង្គុយចាក់សោខ្លួនឯងនៅជាប់នឹងតុនៅក្នុងមួយ
នៅក្នុងបន្ទប់មួយរាប់ម៉ោងក្នុងមួយថ្ងៃមួយយប់រហូតដល់ភ្នែកខូងឬហើមអស់តម្រងនោមចង្កេះរោគរឿងក្រពះមានបញ្ហាពិតណាស់គ្មានការងារណាដែលបានផលដោយមិនបានលះបង់តែការសរសេរអាចនឹងលះបង់ច្រើនបន្តិចចា៎ទំនាក់ទំនងយើងនឹងកូននឹងគូជីវិតនិងញាតិមិត្តចា៎ដើម្បីក្លាយជាអ្នកនិពន្ធដ៏ជោគជ័យម្នាក់ដែលមានរឿងចេញទៅស្នាដៃចេញជាស្នាដៃគាត់ពិតពុំមែនជួលគេសរសេរជំនួសនេះប្រហែលមិនមានអ្នកណាអាចឲ្យបងប្អូនសម្រេចបានក្រៅពីបងប្អូនខ្លួនឯងនោះឡើយចា៎សួរខ្លួនឯងតើអ្នកណាជួយយើងបានតើខ្សែអ្វីបង្អែកអ្វីបើយើងសរសេររឿងមិនចប់ហើយចេញទៅដើរលេងបាត់ចា៎ជំនួយបែបណាដែលអ្នកផ្សេងអាចបោះដៃបានគ្មានទេចា៎អ្នកនិពន្ធជាអ្នកចាតើអ្នកជាអ្នកនិពន្ធត្រូវតែជាមនុស្សឧស្សាហ៍មែនទេបើអញ្ចឹងលោកនេះគ្មានអ្នកនិពន្ធឡើយតែខ្ញុំអាចចាត់ទុកថាអ្នកនិពន្ធកើតមកខ្ជិលដូចមនុស្សម្នាដតីតែអ្វីដែលអ្នកនិពន្ធត្រូវមានចាំបាច់គឺវិន័យដែលទុកអនុវត្តចំពោះខ្លួនឯងចា៎ខ្ញុំទទួលស្គាល់ការតស៊ូស្រួលនិយាយស្រួលសរសេរតែពិបាកឆ្លងកាត់ហើយក៏ទទួលស្គាល់ដែរថាមនុស្សគ្រប់គ្នាដែលមានជីវិតលើផែនដីនេះរមែងតែងតែបានតស៊ូនឹងអ្វីមួយយ៉ាងមិនថាភាពល្ងង់ខ្លៅសុភាពទំនាស់ផ្លូវចិត្តឬមួយឧបសគ្គគំនាបផ្សេងទោះអ្នកនោះធំប៉ុណ្ណាមានបានប៉ុណ្ណានៅតែមានអ្វីមួយយ៉ាងដែលគេនោះត្រូវសាកល្បងកម្លាំងនិងភាពតស៊ូរបស់ខ្លួននៅក្នុងនាមជាមនុស្សមានជីវិតចា៎ដូច្នេះជីវិតដែលមិនងាយស្រួលទេទោះបីយើងមានអ្វីគ្រប់យ៉ាងក៏ដោយដែលមិនអាចជៀសវាងបានចាំបាច់នោះគឺគ្រប់គ្នាត្រូវតែរៀនឆ្លងកាត់វាហើយបានត្រៀមចិត្តមុនវាប្រសើរជាងមិនមានអ្វីសោះសម្រាប់ជារឿងលួងចិត្តចា៎កាលខ្ញុំនៅជាយុវវ័យខ្ញុំមានសកម្មសិទ្ធិប្រឡោមលោកបោះផ្សាយច្រើនចំណងជើងតាំងពីអាយុ18ឆ្នាំរឿងជាច្រើនដែលខ្ញុំបានការគាំទ្រហើយនាំទៅដល់ការទិញផ្សាយជាបន្តបន្ទាប់រួមមានជើងមេឃពណ៌ខ្មៅបងស្រីជីវិតចុងបកាមាគាជីវិតតារាភាពយន្តបេះដូងអ្នកចម្រៀងនិងរឿងប្រភេទស៊ើបអង្កេតវាំងននអត្តឃាតអន្តឃាតករឡាទោះយ៉ាងណាខ្ញុំមិនទទួលបានកម្រៃអ្វីច្រើនអំពីការងារនេះឡើយចា៎ខ្ញុំបានចាប់យកការងារផ្សេងតែអាជីពជាអ្នកតែងនិពន្ធត្រូវតែដុសខាត់មិនឈប់ឈរទោះបីវាមិនមែនជាចរន្តហិរញ្ញវត្ថុនិធានាសម្រាប់ការរស់នៅក្តីចាមិត្តភ័ក្តិដែលស្គាល់ខ្ញុំតែងតែដឹងថាខ្ញុំជាអ្នកនិពន្ធព្រោះសៀវភៅសរសេរដៃរបស់ខ្ញុំបានជូនទៅមិត្តភ័ក្តិខ្ចីអានជានិច្ចមានមិត្តម្នាក់ឈ្មោះបងផលីនគាត់និយាយនៅឆ្នាំ1993ថាធីរីនឹងក្លាយជាអ្នកនិពន្ធដ៏ល្បីទៅអនាគតសម្ដីខ្លះសាមញ្ញហើយមើលទៅធម្មតាដូចជានិយាយចោលហាក់មិនត្រូវពេលត្រូវវេលាតែវាបានក្លាយជាក្តីសង្ឃឹមសម្រាប់ស្រីតូចច្រមុះម្នាក់នេះចាធ្វើការចិញ្ចឹមក្រពះជាកាតព្វកិច្ចតែមនុស្សយើងត្រូវរស់នៅជាមួយនឹងក្តីសង្ឃឹមណាមួយជានិច្ចទើបមានអារម្មណ៍ថាខ្លួនឯងកំពុងមានជីវិតខ្ញុំដឹងថាទម្រាំខ្លាយជាអ្នកនិពន្ធមានគេស្គាល់ច្រើនគេវិនិយោគដ៏ធំមួយគឺការតស៊ូដែលខ្ញុំចេះរត់មាត់ពីពាក្យសុភាសិតសាមញ្ញខ្មែរយើងចំណាំកើតមកចេះគ្រប់គ្នាជីវិតជាការតស៊ូចា៎គ្មាននោះទេគ្រប់យ៉ាង
ដែលបានមកដោយផ្លូវកាត់នេះជាអ្វីដែលបងម្នាក់នេះចង់ប្រាប់ទៅបងប្អូនអ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយចាជោគជ័យផ្លូវកាត់ជាជោគជ័យបណ្ដោះអាសន្នជោគជ័យពិតគឺជោគជ័យចុងក្រោយដែលមិនងាយបាត់បង់ទៅវិញចង់បានអ្វីមួយយើងត្រូវតែឆ្លងកាត់ដំណាក់កាលនីមួយៗរបស់វាគិតរៀនរៀបចំជើងព្រួលចាប់ផ្ដើមពីចាប់ផ្ដើមព្រមឈឺប្រឹងក្រោកចាអត្ថបទរបស់អ្នកនិពន្ធសុនសៀវមីនេះចាមីសនសុធារីចាសូមអធិស្ឋានចាសូមអធិស្ឋានអត្ថបទនិពន្ធរបស់អ្នកនិពន្ធមីសនសុធារីចាមួយអត្ថបទគឺជាការណែនាំដល់បងប្អូនទាំងអស់គ្នាចាអ្នកដែលចង់ខ្លាយជាអ្នកនិពន្ធចាបងប្អូនចានាងខ្ញុំមិនមែនចង់ខ្លាយជាអ្នកនិពន្ធអីទេប៉ុន្តែនាងខ្ញុំចាប់យកសៀវភៅរបស់គាត់មកអានដោយសារចង់ដឹងអត្ថន័យនៅក្នុងសៀវភៅនោះតើមានអត្ថន័យយ៉ាងណាខ្លះចាអត្ថបទមួយនេះបានបញ្ចប់ទៅហើយចាដែលមានចំណងជើងថាគ្រប់គ្នាមានក្តីសុបិនចាអត្ថបទនេះក៏បញ្ចប់ទៅហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងចាសូមអរគុណសូមជម្រាបលារាត្រីសួស្តី